បើសិនជាអ្នកគ្នាតាមដានវីដេអូរបស់ពួកយើងតាំងពីភាពមួយមកដល់នឹងពេលនេះអ្នកគ្នានឹងចាប់អារម្មណ៍ថាពួកយើងតែងតែធ្វើម្ហូបប៉ុន្តែលើកនេះយើងនឹងមកធ្វើអ្វីប្លែកម្ដងតោះយើងមកធ្វើនូកាយ៉ាសាយគើទាំងអស់គ្នាជាដំបូងយើងយកគ្រាប់ធនជាតិដែលយើងបានបង្ហាញបែបមិញហ្នឹងយកមកលីងសិនឥឡូវខ្ញុំលីងស្បែកដីយើងមកលីងបោកបន្ទាប់មកសណ្តែកដីយើងលីងបែបមិញហ្នឹងយើងយកវាបុកប៉ុន្តែអត់ឲ្យម៉ត់ទេយើងយកវាកំដៅល្អិតទៅបានហើយសម្រាប់គ្រាប់ឈូកនេះដោយសារតែខ្ញុំរើសប្រភេទគ្រាប់ឈូកដែលនៅទាំងមូលចឹងហើយខ្ញុំបុកវាដើម្បីឲ្យស្មើល្បាយជាមួយនឹងគ្រាប់ធនជាតិផ្សេងៗទៀតចឹងតបមកយើងយកគ្រាប់ធនជាតិរបស់យើងហ្នឹងលាយចូលគ្នាទាំងអស់ចឹងយើងដាក់អំបុកយើងបុកពីរស់គ្រាប់ស៊ូសណ្តែកដីនិងល្ងយើងលាយចូលគ្នាណាបន្ទាប់មកយើងមកធ្វើទឹកស្ករសម្រាប់ទឹកស្ករនេះយើងយកខ្ទិះដូងយកក្បាលខ្ទិះយើងយកវាចាក់ចូលមកយើងដាក់អំបិលចូលបន្តិចបានហើយបន្ទាប់មកយើងដាក់ស្ករសយើងច្រនតិចឲ្យអ្នកនរគ្នាយើងកូរវាឲ្យសព្វដូចអ្នកនរគ្នាឃើញចឹងដូចវារៀងឡើងអាលាយយើងអត់ឃើញស្ករឡើងដុំទេសុំយើងដាក់ស្ករត្នោតចូលតទៅយើងដាក់ស្ករត្នោតចូលហើយយើងដាក់ទឹកឃ្មុំបើសិនជាអ្នកនរគ្នាហៅទិញទឹកឃ្មុំមកនៅទីផ្សារបានទេអ្នកនរគ្នាអាចដាក់ទឹកអំពៅយកមកជំនួសបានជួយដូចយើងធ្វើដលងឆឹងយើងអ្នកនរគ្នាមិញហ្នឹងខ្ញុំបានបិទភ្លើងហើយអ្នកនរគ្នានៅពេលដែលស្ករយើងលាយចូលអស់ណាបន្ទាប់មកអាគ្រាប់ធនជាតិយើងដែលយើងលាយចូលគ្នាមិញហ្នឹងយើងចាក់វាចូលមកហើយយើងកូរវាឲ្យឡើងស្អិតល្មួតចូលគ្នាហ្មងអ្នកនរគ្នានៅពេលដែលយើងកូរស្ករហ្នឹងវាល្មួតជាមួយនឹងគ្រាប់ធនជាតិរបស់យើងហើយយើងចាក់វាចូលពុម្ពមកអូខេអ្នកនរគ្នាឥឡូវនំយើងបានចាក់ពុម្ពហើយយើងដាក់នៅក្នុងទូកកឲ្យវាត្រជាក់ទៅហើយចាំយើងកាត់ពុម្ពកាត់វាជាកំណាត់ប៉ុណ្ណឹងជាការស្រេចអ្នកនរគ្នានំរបស់យើងបានកកអីចឹងយើងហៅវាចេញពីពុម្ពមកអ្នកនរគ្នាមើលនំឡើងរឹងហើយក៏វាចេញពុម្ពស្អាតដែរចឹងយើងកាត់វាមកមើលអ្នកនរគ្នាទៅនៅនេះមើលពីខាងក្នុងនេះគឺជានំក្រយ៉ាសាក់គោ
របស់យើងណាបានធ្វើរួចរាល់ហើយមើលរូបរាងគេដូចនំក្របធញ្ញជាតិរបស់ចិនដែលយើងឃើញលក់នៅតាមទីផ្សាររាល់ថ្ងៃចឹងចង់នឹងថារសជាតិវាបែបម៉េចអត់តោះមកភ្លក់រសជាតិយើងទាំងអស់គ្នាវាធ្វើខ្ញុំនឹកឃើញដល់នំក្របធញ្ញជាតិដែលលក់នៅតាមទីផ្សារនំរបស់ចិនដែលលក់នៅតាមទីផ្សារតែភាពខុសផ្នែកហ្នឹងគឺយើងដាក់ខ្ទិះដូងចូលឆ្ងាញ់แบบឈ្ងុយហ្មងអ្នកនរគ្នាហើយនេះគឺជានំក្រយ៉ាសាកូអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ដឹងមុខម្ហូបដែលពួកយើងនឹងធ្វើជាបន្តទៀតមានអីគេខ្លះកុំភ្លេចតាមដានវីដេអូរបស់ពួកយើងនៅសប្តាហ៍ក្រោយសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅសប្តាហ៍ក្រោយបាយបាយ